chào đây có lụi ở van máu hay quạt một chung lại chui lẹ van vào quạt chẳng quạt thật nó không thành phiệp này anh phiệp này cầm lắng tha bờ mình chui lẹ van vào quạt bỏ chào năng tế quạt mình chặt tế thằng thấu kia sầm lấp nhưng quạt chui lẹ cháo rồi có chui lẹ van nữa nè nắng mình trâu tụi tôi kho trâu ẩm pi ca lẹ bằng băng chôn là mớ rồi có tôi phao chào là cam tê bản nít chia cả này anh phiệp từ lứa anh phiệp này cầm lắng để anh vót từ lứa phao chất bỏ trà ray chấm nói chị bay vì tẹt to năng mù là hết tẹt pon to năngบุคคลphiệp này trà ray ní cứ ai đom bồn hôn ban phải vô thôi ẩm pi anh đi phiệp này nè bật mơ tamกรมรมตอนบ่เยอะมีตรา38นิติภาพในการตัวเขารมตอนเราบ้านกำหนดจับปีอายุ18ឆ្នាំឡើងទៅដូច្នេះក្រមអាយុ18ជាគោលការណ៍មិនទទួលខុសត្រូវព្រមតនទេប៉ុន្តែមានគោលការណ៍អាញាតកម្មមួយចំនួនតុលាការអាចប្រកាសទណ្ឌកម្មព្រមតនទៅលើអនិច្ចជនអាយុចាប់ពី4ឆ្នាំបើសិនបើកលៈទេសៈនៃបទល្មើសឬបុគ្គលិកលក្ខណៈរបស់អនិច្ចជនល្មើសក្នុងស្ថានភាពខូខើឬក៏ស្ថានភាពជាប្រចាំឬក៏បុគ្គលនឹងមានការលក្ខណៈរបស់និច្ចជននឹងមិនថាអាយុ14ឆ្នាំមែនប៉ុន្តែមានការរីកធំធាត់ទៅដូចជាមនុស្សពេញវ័យអញ្ចឹងតុលាការអាចប្រកាសទោសប៉ុន្តែទោសដែលប្រកាសចំពោះអនិច្ចជនចាប់ពី14ឆ្នាំហ្នឹងវាមានលក្ខណៈស្រាលជាងទោសដែលប្រកាសសម្រាប់និតិជនប្រភេទទី2គឺជាមូលហេតុដែលគេចាត់ថាក្រៅចេញពីក្រៅបុគ្គលនៃចារីហើយដែលធ្វើឲ្យចារីរួចផុតពីការទទួលខុសត្រូវហើយនាំឲ្យអ្នកសំគំនិតឬអ្នកផ្ដើមគំនិតរួចផុតពីការទទួលខុសត្រូវព្រមតនដែរនៅក្នុងក្រមព្រមតនរបស់យើងនេះយើងអាចហៅថាជាអំពើយុត្តិកម្មដែលមាន3ប្រភេទគឺទី1ការអនុញ្ញាតដោយច្បាប់ឬដោយអាជ្ញាធរធម្មមានរូបទី2គឺការការពារស្របច្បាប់ហើយករណីទី3គឺមូលហេតុទី3គឺស្ថានភាពចាំបាច់តាក់ទងជាមួយនឹងការអនុញ្ញាតដោយច្បាប់ឬដោយអាជ្ញាធរនោះគឺយើងបានកំណត់យ៉ាងច្បាស់នៅក្នុងមាត្រា32យើងបានកំណត់ថាបុគ្គលណាដែលប្រព្រឹត្តអំពើដែលបញ្ញត្តិឬអនុញ្ញាតដោយច្បាប់បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេនេះគឺបានន័យថាអត់មានប្រព្រឹត្តបទល្មើសគឺមានថាជាសកម្មភាពស្របច្បាប់អញ្ចឹងយើងអាចឧទាហរណ៍ណាខ្លះដែលថាបុគ្គលដែលប្រព្រឹត្តអំពើដែលបញ្ញត្តិដោយច្បាប់ឧទាហរណ៍ដូចជាសកម្មភាពប្រើប្រាស់កម្លាំងនៅក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចខាងនគរបាលខាងប៉ូលីសគាត់កំទេចសំណងឬក៏ការចាប់ខ្លួនជនល្មើសហើយនៅក្រៅពីនេះយើងអាចឧទាហរណ៍នៅក្រមនីតិវិធីព្រហ្មទណ្ឌយើងមាត្រា47ដែលច្បាប់បានអនុញ្ញាតឲ្យក្នុងករណីបទល្មើសជាក់ស្ដែងឲ្យប្រជាពលរដ្ឋមានសិទ្ធិចាប់ខ្លួនជនល្មើសហើយយកបកគលទៅជួននគរបាលយុត្តិធម៌ចិត្តបំផុតបើសិនជាគ្មានច្បាប់ចែងយ៉ាងនេះយើងចាប់ជនល្មើសបែបនេះបានន័យថាជាករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ហើយមានករណីតាក់ទងជាមួយនឹងការបញ្ជារបស់អាជ្ញាធរស្របច្បាប់បញ្ជារបស់អាជ្ញាធរស្របច្បាប់នៅក្នុងមាត្រា32បានកំណត់ថាបុគ្គលដែលប្រព្រឹត្តតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេលើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់អានេះមានលក្ខខណ្ឌមួយបើថាជាគោលការណ៍មិនប្រព្រឹត្តបទល្មើសទេតើស្អីទៅជាអាជ្ញាធរស្របច្បាប់គឺអាជ្ញាធរស្របច្បាប់តាមន័យនេះគឺតាមក្នុងយុទ្ធសាស្ត្ររបស់ប្រទេសបារាំងដែលបំពេញបន្ថែមហើយថ្ងៃអនាគតតុលាការយើងបំពេញបន្ថែមបានថាជាអាជ្ញាធរសាធារណៈដែលតំណាងឲ្យអំណាចសាធារណៈហើយជាអាជ្ញាធរដែលមានសមត្ថកិច្ចទៀតដូច្នេះបើសិនជាអាជ្ញាធរសាធារណៈដែរផ្ដល់បញ្ជាប៉ុន្តែអាជ្ញាធរនឹងអសមត្ថកិច្ចក្នុងកិច្ចការហ្នឹងបញ្ជាទៅមន្ត្រីម្នាក់ដែលគាត់យល់ឃើញថាអាជ្ញាធរនឹងមិនមែនមានសមត្ថកិច្ចហើយគាត់អនុវត្តអានឹងក៏មិនមែនជាការថាទទួលបញ្ជាអាជ្ញាធរស្របច្បាប់ហើយបញ្ជានឹងបើសិនជានយោជិតម្នាក់ដែលអនុវត្តតាមបញ្ជារបស់នយោជករបស់ខ្លួនដើម្បីប្រព្រឹត្តបទល្មើសខុសច្បាប់ក៏មិនមែនជាបញ្ជារបស់អាជ្ញាធរស្របច្បាប់តែព្រោះមិនមែនជាអាជ្ញាធរសាធារណៈជាបញ្ជារបស់ថ្នាក់លើឯកជនរបស់ខ្លួនទោះបីថានយោជិតនឹងគាត់ខ្លាចគេដេញគាត់មកឈប់ការងារគាត់ប្រព្រឹត្តបទល្មើសទៅតាមការបញ្ជារបស់នយោជកក៏មិនអាចរួចផុតពីការទទួលខុសត្រូវពុំតាន់បានដែរនេះហើយមានករណីជាច្រើនឧទាហរណ៍ដូចជាករណីជាក់ស្ដែងនៅក្នុងកន្លែងផ្លូវបំបែកមួយចរាចរណ៍មួយដើម្បីសម្រួលចរាចរណ៍ហ្នឹងលោកប៉ូលីសចរាចរណ៍គាត់ធ្វើសញ្ញាចរាចរណ៍ឲ្យផ្ទុយនឹងសញ្ញាភ្លើងក្រហមឬភ្លើងខៀវអញ្ចឹងយើងឃើញថាអ្នកដែលបើកបរដែលអនុវត្តទៅតាមបញ្ជារបស់អាជ្ញាធរប៉ូលីសចរាចរណ៍មានសមត្ថកិច្ចពេលហ្នឹងយើងអត់រំលោភចាប់ចរាចរណ៍ក្នុងការរំលោភភ្លើងក្រហមទេហ្នឹងជាករណីមួយហើយមានករណីដែលទីហោថានៅប្រទេសគេឡានដែលចតខុសកន្លែងគេស្ទូចប៉ុន្តែមិនមែនប៉ូលីសអ្នកស្ទូចទេប៉ូលីសឲ្យក្រុមហ៊ុនឯកជនបញ្ជាឲ្យក្រុមឯកជនស្ទូចឡានហ្នឹងយកទៅដាក់កន្លែងប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការផាត់វិន័យអញ្ចឹងអ្នកដែលនយោជិតដែលទទួលស្ទូចឡានហ្នឹងតាមបញ្ជារបស់ប៉ូលីសឡានចតខុសច្បាប់ហ្នឹងក៏មិនមែនជាការប្រព្រឹត្តបទល្មើសនេះជាអាជ្ញាធរស្របច្បាប់មានហើយ
ករណីមួយទៀតដែលខ្ញុំចង់បានចង់បញ្ជាក់ដែរគឺមានលក្ខខណ្ឌមួយថាឲ្យអំពើនោះជាអំពើលើកលែងតែអំពើនោះជាអំពើខុសច្បាប់យ៉ាងជាក់លាក់ដូច្នេះទ្រឹស្ដីនេះជាទ្រឹស្ដីថ្មីមួយដើម្បីឲ្យអ្នកដែលទទួលបញ្ជានឹងមានសេរីភាពនៅក្នុងការពិចារណាថាតើអំពើដែលផ្ដាល់មកជាអំពើស្របច្បាប់ឬខុសច្បាប់អញ្ចឹងហើយគោលការណ៍នេះគឺបានយកคล้ายទៅជាគោលការណ៍នៃនីតិព្រហ្មទណ្ឌអន្តរជាតិមួយហើយជាពិសេសនៅក្នុងបទក្រិតអន្តរជាតិដូចជាក្រិតកម្មប្រឆាំងមនុស្សជាតិឬបល្ល័យពូជសាសន៍ក្តីទោះបីថាទៅបញ្ជាពីអាជ្ញាធរស្របច្បាប់ក៏ដោយឬក៏អនុវត្តតាមបញ្ញត្តិច្បាប់ក៏ដោយក៏មិនរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដែរហើយយើងចែកនៅក្នុងក្រមព្រហ្មទណ្ឌយើងមាត្រា32ហ្នឹងគឺថាប៉ុន្តែចារីសចារីអ្នកផ្ដើមគំនិតអ្នកសំគំនិតក្នុងបទបល្ល័យពូជសាសន៍បទអក្រិតប្រឆាំងមនុស្សជាតិបទអក្រិតសង្គ្រាមមិនអាចលើកលែងផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ខ្លួនទោះបីក្នុងករណីមានមូលហេតុដោយខាងក្រោមបុគ្គលល្មើសបានប្រព្រឹត្តតាមបញ្ញត្តិឬអនុញ្ញាតឬមិនហាមឃាត់ដោយច្បាប់ជាធរមានបុគ្គលនោះបានប្រព្រឹត្តតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ក៏ដោយគឺនៅប្រទេសបារាំងនៅឆ្នាំ1997គេបានកាត់ទោសលោកម្នាក់អំពីបទអក្រិតបល្ល័យពូជសាសន៍ឆ្នាំ1997ម៉ូរីសប៉ាប៉ុងដែលគាត់បានចូលរួមធ្វើសកម្មភាពជាមួយពួកអ៊ីតាលីហើយគាត់លើកឡើងថាគាត់បានទទួលពីអាជ្ញាធរបញ្ជាពីថ្នាក់លើរបស់គាត់នេះជាគោលការណ៍មួយដែលคล้ายទៅជាគោលការណ៍សំខាន់នៅក្នុងក្រមព្រហ្មទណ្ឌនីតិព្រហ្មទណ្ឌជាតិដើម្បីធ្វើម៉េចកុំឲ្យអ្នកដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរក្នុងអក្រិតកម្មអន្តរជាតិរត់ផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដោយសារលើកឡើងពីការអនុវត្តតាមច្បាប់ឬអនុវត្តតាមបញ្ជាថ្នាក់លើរបស់ខ្លួននេះជាការការពារបញ្ជារបស់ច្បាប់ឬបញ្ជារបស់អាជ្ញាធរធម្មមានរូបមានករណីទី2គឺករណីការការពារស្របច្បាប់ដែលធ្វើឲ្យរួចផុតពីការទទួលខុសត្រូវនៅក្នុងករណីនេះខុសពីការអនុវត្តតាមច្បាប់ឬតាមបញ្ជារបស់អាជ្ញាធរល្មើសមិនប្រព្រឹត្តបទល្មើសនៅក្នុងករណីការការពារស្របច្បាប់គឺបានន័យថាប្រព្រឹត្តបទល្មើសប៉ុន្តែគាត់មិនទទួលខុសត្រូវព្រហ្មទណ្ឌហើយមិនទទួលទណ្ឌកម្មព្រហ្មទណ្ឌមានបទល្មើសគឺមានលក្ខខណ្ឌណាខ្លះដែលកំណត់ថាដើម្បីស្ថិតក្នុងស្ថានភាពការពារស្របច្បាប់គឺមានលក្ខខណ្ឌយ៉ាងច្បាស់លាស់ដែលច្បាប់បានកំណត់គឺថាការការពារស្របច្បាប់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមដែលត្រូវគុំគ្នាត្រូវលក្ខខណ្ឌនេះត្រូវតែបំពេញទាំងអស់បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួនការពារអ្នកដទៃការពារទ្រព្យសម្បត្តិដើម្បីប្រឈមមុខទៅនឹងការឈ្លានពានមួយដែលមិនត្រូវត្រឹមត្រូវបទល្មើសនឹងការឈ្លានពានត្រូវតែកាត់ឡើងនៅពេលជាមួយគ្នាហើយគ្មានសមាមាត្រវិសមាមាត្ររវាងមធ្យោបាយការពារប្រើប្រាស់និងទម្ងន់នៃការឈ្លានពានដូច្នេះជាលក្ខខណ្ឌនៃការពារស្របច្បាប់ដូចទី1គឺត្រូវមានថាការឈ្លានពានជាមុនហើយបទល្មើសដែលយើងប្រព្រឹត្ត